ការវិនិយោគប្រាក់ទុកសម្រាប់ពេលចូលនិវត្តន៍គុណលឺឆ្ពោះទៅរកសេរីភាពហិរញ្ញវត្ថុនៅវ័យចាស់ស្វាគមន៍មកកាន់ Channel អាត់កំបាំងនៃភាពជោគជ័យការចូលនិវត្តន៍គឺជាដំណាក់កាលមួយដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាននូវភាពស្ងប់សុខគ្មានកង្វល់ផ្នែកហិរញ្ញវត្ថុនិងអាចរីករាយជាមួយក្រុមគ្រួសារទោះជាយ៉ាងណាក៏ដោយដើម្បីសម្រេចបានក្តីប្រាថ្នានេះតម្រូវឲ្យមានការរៀបចំផែនការនិងការវិនិយោគប្រាក់ទុកជាមុនប្រកបដោយប្រសិទ្ធភាពការពឹងផ្អែកតែលើប្រាក់របស់រដ្ឋឬការគាំទ្រពីកូនចៅអាចមិនគ្រប់គ្រាន់ឡើយនៅបរិបទសេដ្ឋកិច្ចបច្ចុប្បន្នការវិនិយោគសម្រាប់ពេលចូលនិវត្តន៍មិនមែនជាការរកប្រាក់រហ័សនោះទេប៉ុន្តែជាការកសាងទ្រព្យសម្បត្តិបន្តិចម្ដងបន្តិចក្នុងរយៈពេលវែងដោយប្រើប្រាស់កម្លាំងនៃការប្រាក់បូកដើមហៅថា compounding 1. ហេតុអ្វីបានជាការវិនិយោគសម្រាប់ពេលចូលនិវត្តន៍មានសារៈសំខាន់ការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ពេលចូលនិវត្តន៍គឺចាំបាច់ណាស់សម្រាប់ហេតុផលជាច្រើនអតិផរណាតម្លៃទំនិញនិងសេវាកម្មកើនឡើងតាមពេលវេលាប្រាក់ដែលអ្នកមានថ្ងៃនេះនឹងបាត់បង់នាពេលអនាគតការវិនិយោគអាចជួយប្រាក់របស់អ្នកឲ្យរីកចម្រើនលឿនជាងអតិផរណាកាត់បន្ថយបន្ទុកលើកូនចៅការមានប្រាក់គ្រប់គ្រាន់សម្រាប់ខ្លួនឯងជួយឲ្យអ្នកមិនខ្នើយជាបន្ទុកហិរញ្ញវត្ថុសម្រាប់កូនចៅរបស់អ្នកនៅពេលចាស់ទៅសេរីភាពហិរញ្ញវត្ថុវាអនុញ្ញាតឲ្យអ្នកសម្រេចបានសេរីភាពនៃការជ្រើសរើសរបៀបរស់នៅរបស់អ្នកថាតើចង់ធ្វើដំណើរលំហែកាយឬបន្តធ្វើការងារស្រាវតាមចំណង់ចំណូលចិត្ត 2. កត្តាគន្លឹះដែលត្រូវពិចារណាមុននឹងចាប់ផ្ដើមវិនិយោគអ្នកត្រូវពិចារណាកត្តាសំខាន់មួយចំនួនកំណត់គោលដៅចូលនិវត្តន៍របស់អ្នកតើអ្នកចង់ចូលនិវត្តន៍នៅអាយុប៉ុន្មានតើអ្នកចង់មានរបៀបរស់នៅបែបណាពេលចូលនិវត្តន៍ឧទាហរណ៍សាមញ្ញមធ្យមឬប្រណិតតើអ្នកត្រូវការប្រាក់ចំណូលប៉ុន្មានក្នុងមួយខែដើម្បីរ៉ាប់រងចំណាយនៅពេលនោះការកណនាទាំងនេះនឹងជួយឲ្យអ្នកកំណត់ចំនួនប្រាក់សរុបដែលអ្នកត្រូវការតើអ្នកអាចទទួលយកហានិភ័យកម្រិតណាអ្នកនៅក្មេងអាចទទួលយកហានិភ័យខ្ពស់បន្តិចដើម្បីទទួលបានផលចំណេញខ្ពស់ផងដែរអ្នកកាន់តែចាស់គួរកាត់បន្ថយហានិភ័យដើម្បីការពារប្រាក់ដែលអ្នកមានរយៈពេលនៃការវិនិយោគតើអ្នកមានរយៈពេលប៉ុន្មានទៀតទើបចូលនិវត្តន៍រយៈពេលកាន់តែយូរកម្លាំងនៃការប្រាក់បូកដើមកាន់តែមានប្រសិទ្ធភាព 3. ជម្រើសនៃការវិនិយោគសម្រាប់ពេលចូលនិវត្តន៍មានជម្រើសការវិនិយោគជាច្រើនដែលអ្នកអាចពិចារណាបានដោយនីមួយៗមានកម្រិតហានិភ័យនិងផលចំណេញខុសគ្នាវាក៏ត្រូវពិចារណាលើកម្រិតយល់ដឹងពីធនធានមនុស្សសេរីភាពនិងការកាត់បន្ថយហានិភ័យកគណនេយ្យបញ្ជីមានការកំណត់ឬធនាគារឲ្យឈ្មោះហៅថា Fixed Deposit ដែលហៅកាត់ថា FD ជាជម្រើសមានហានិភ័យទាបជាងគេដែលអ្នកដាក់ប្រាក់ក្នុងធនាគារសម្រាប់រយៈពេលកំណត់មួយឧទាហរណ៍1ឆ្នាំ3ឆ្នាំ5ឆ្នាំដើម្បីទទួលបានអត្រាការប្រាក់ថេរគុណសម្បត្តិសុវត្ថិភាពខ្ពស់បំផុតទទួលបានការប្រាក់ទៀងទាត់ហើយមិនមានការប្រែប្រួលតម្លៃគុណវិបត្តិអត្រាការប្រាក់ទាបជាងអតិផរណាឬការវិនិយោគផ្សេងៗដែលអាចផ្ដល់ផលចំណេញខ្ពស់មិនស័ក្តិសមសម្រាប់ការកសាងទ្រព្យសម្បត្តិដ៏ធំសម្រាប់រយៈពេលវែងខភាគហ៊ុនការទិញភាគហ៊ុនមានន័យថាអ្នកក្លាយជាម្ចាស់ចំណែកតូចមួយនៃក្រុមហ៊ុនណាមួយតម្លៃភាគហ៊ុនអាចឡើងចុះតាមប្រតិបត្តិការក្រុមហ៊ុននិងស្ថានភាពទីផ្សារគុណសម្បត្តិមានសក្តានុពលខ្ពស់នៃការទទួលផលចំណេញច្រើនក្នុងរយៈពេលវែងពិសេសពីក្រុមហ៊ុនល្អៗគុណវិបត្តិមានហានិភ័យខ្ពស់បំផុតតម្លៃអាចប្រែប្រួលខ្លាំងដែលអាចបណ្ដាលឲ្យខាតបង់ប្រសិនបើអ្នកមិនមានចំណេះដឹងនិងការវិភាគគ្រប់គ្រាន់មិនស័ក្តិសមសម្រាប់អ្នកដែលមិនអាចទទួលយកហានិភ័យបានច្រើនឡើយគោអចលនទ្រព្យការវិនិយោគលើដីធ្លីផ្ទះអគារពាណិជ្ជកម្មដើម្បីលក់បន្តឬជួលយកប្រាក់ចំណូលគុណសម្បត្តិមានសក្តានុពលតម្លៃកើនឡើងក្នុងរយៈពេលវែងនិងអាចផ្ដល់ប្រាក់ចំណូលទៀងទាត់ពីការជួលជាទូទៅវាជាទ្រព្យសម្បត្តិដែលអាចមើលឃើញដោយផ្ទាល់គុណវិបត្តិត្រូវការដើមទុនធំអ្នកអាចខ្ចីធនាគារបានពិបាកលក់ដេញចេញភ្លាមមានថ្លៃថែទាំថ្លៃពន្ធ
និងហានិភ័យនៃការធ្លាក់តម្លៃគោបានបំណុលអ្នកផ្ដល់ប្រាក់កម្ចីទៅកាន់រដ្ឋាភិបាលឬក្រុមហ៊ុនណាមួយហើយពួកគេនឹងសងប្រាក់ដើមវិញនៅពេលផុតកំណត់ជាមួយនឹងការប្រាក់ជាប្រចាំគុណសម្បត្តិមានហានិភ័យទាបជាងភាគហ៊ុនផ្ដល់ប្រាក់ចំណូលទៀងទាត់ការប្រាក់នឹងអាចទេផលចំណេញបានងាយស្រួលផងដែរគុណវិបត្តិផលចំណេញទាបជាងភាគហ៊ុន 4. យុទ្ធសាស្ត្រនិងគន្លឹះសំខាន់ចាប់ផ្ដើមឲ្យបានឆាប់តាមដែលអាចធ្វើទៅបានកម្លាំងនៃការប្រាក់បូកដើមគឺជាមិត្តល្អបំផុតរបស់អ្នកកាលណាអ្នកចាប់ផ្ដើមលឿនប៉ុណ្ណាប្រាក់របស់អ្នកនឹងរីកចម្រើនកាន់តែធំសន្សំជាប្រចាំធ្វើការវិនិយោគជាទៀងទាត់ទោះបីជាក្នុងចំនួនតិចតួចក៏ដោយការវិនិយោគប្រចាំខែដោយស្វ័យប្រវត្តិគឺជាវិធីដ៏ល្អមួយដើម្បីអនុវត្តវិន័យនេះពិចារណា Dollar Cost Averaging DCA ប្រសិនបើអ្នកវិនិយោគលើភាគហ៊ុនឬមូលធនវិនិយោគការវិនិយោគចំនួនទឹកប្រាក់ថេរជារៀងរាល់ខែជួយកាត់បន្ថយហានិភ័យនៃការទិញនៅពេលតម្លៃខ្ពស់បំផុតកាត់បន្ថយបំណុលព្យាយាមសងបំណុលដែលមានអត្រាការប្រាក់ខ្ពស់ដូចជាបំណុលបាត់ឥណទានមុនពេលចាប់ផ្ដើមវិនិយោគច្រើនព្រោះការប្រាក់បំណុលអាចស៊ីសង្វាត់ប្រាក់ចំណេញរបស់អ្នកច្រើនសរុបមកការវិនិយោគប្រាក់ទុកសម្រាប់ពេលចូលនិវត្តន៍គឺជាការបដិញ្ញារយៈពេលវែងដែលទាមទារវិន័យនិងការអត់ធ្មត់វាជាការវិនិយោគដ៏សំខាន់បំផុតសម្រាប់អនាគតខ្លួនឯងការចាប់ផ្ដើមឲ្យបានឆាប់ការវិនិយោគជាប្រចាំនិងការជ្រើសរើសជម្រើសវិនិយោគដែលសមស្របតាមកម្រិតហានិភ័យរបស់អ្នកនឹងជួយអ្នកឲ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុពេលចូលនិវត្តន៍ប្រកបដោយជោគជ័យកុំទុកឲ្យការរៀបចំនេះយឺតពេលរាល់ការខិតខំប្រឹងប្រែងសន្សំនឹងវិនិយោគតាំងពីថ្ងៃនេះនឹងផ្ដល់ផលផ្លែដ៏ផ្អែមល្ហែមនៅពេលដែលអ្នកឈានចូលវ័យចាស់ សូមជួយចុច Subscribe ដើម្បីទទួលបានចំណេះដឹងនៃភាពជោគជ័យជារៀងរាល់ថ្ងៃសូមអរគុណសូមជម្រាបលា